យើងស្ថិតនៅក្នុងស្ថានភាពមួយដែលប្រទេសជាតិយើងមិនទាន់ឆ្លងកាត់ទាំងស្រុងទៅលើការសាកល្បងឬទៅលើអ្វីដែលជាហានិភ័យដែលមានពីប្រទេសជិតខាងមកលើកម្ពុជានោះទេអញ្ចឹងផ្អែកទៅលើបរិយាកាសដូចនេះគណៈកម្មការរៀបចំឬក៏ក្រុមការងាររៀបចំសាទរកម្ពុជាមានសំណួរដាក់ចោទមកលើយើងខ្លួនឯងថាចុះបើប្រទេសកំពុងជួបប្រទះការលំបាកបើប្រទេសកំពុងតែជួបប្រទះនៅហានិភ័យនិងភាពសោកសៅភាពតានតឹងរបៀបនេះហេតុអីបានត្រូវរៀបចំព្រឹត្តិការណ៍សាទរកម្ពុជាឆ្នាំ2025ដូចនេះហើយដែលខ្ញុំបានបញ្ជាក់ពីដើមទីថាយើងត្រូវយល់អត្ថន័យសាទរកម្ពុជាមុននឹងយល់ឬក៏ឃើញទៅលើទម្រង់នៃការរៀបចំព្រឹត្តិការណ៍សាទរកម្ពុជាចុងក្រោយពួកខ្ញុំគិតថាយើងគួរតែរៀបចំសាទរកម្ពុជាឆ្នាំ2025ទី1ហេតុអីដែលយើងត្រូវរៀបចំព្រោះថាសាទរកម្ពុជាមិនមែនរៀបចំព្រឹត្តិការណ៍ដើម្បីឲ្យជួបជុំគ្នាបំផុសស្មារតី lift up our national sentiment ក្នុងនាមជាខ្មែរតែពេលប្រទេសសបោសបាយទេតែផ្ទុយទៅវិញពួកខ្ញុំគិតថាពេលប្រទេសជួបប្រទះនឹងវិបត្តិសង្គមជាតិយើងជួបប្រទះនៅភាពតានតឹងនៅភាពធុញថប់នៅក្នុងអារម្មណ៍យើងគួរតែរៀបចំព្រឹត្តិការណ៍ដើម្បីយើងមានឱកាសមកជួបជុំគ្នាបន្ថែមខ្ញុំគិតថាម៉ោងនេះមិនថាខ្ញុំមិនថាបងប្អូនទាំងអស់គ្នាមិនថាប្រជាពលរដ្ឋខ្មែរនៅក្នុងឬនៅក្រៅប្រទេសកំពុងតែមានការព្រួយបារម្ភឆ្លងកាត់នឹងការឈឺចាប់ផងការប្រមាថមើលងាយផងការធ្វើទុកបុកម្នេញផ្សេងផងរឿងគេការចោទប្រកាន់លៀបពណ៌កម្ពុជាទៅលើនេះទៅលើចំណុចនោះអញ្ចឹងបើយើងនិយាយមកបែបឲ្យសាមញ្ញមើលឆ្វេងមើលស្ដាំសិតតែរឿងដែលនាំមកយើងពិបាកក្នុងធូមបង្កើតនៅភាពតានតឹងរួមអញ្ចឹងនិយាយមកបែប national mood right now some would say we are a bit pessimistic about where we are បើសិនជាយើងរៀបចំព្រឹត្តិការណ៍សាទរកម្ពុជាទី1យើងមានឱកាសនៃការជួបជុំគ្នាទី2អ្វីដែលនាំមកយើងចេញពីផ្ទះទៅជួបមិត្តឬក៏អ្នកដទៃនាំមកในស្នាមញញឹមប្រហែលធ្វើឲ្យយើងស្រស់ស្រាយខ្លះនៅក្នុងអារម្មណ៍អញ្ចឹងសាទរកម្ពុជា2025យើងគិតថាយើងនឹងរៀបចំទី1សង្ឃឹមថានឹងមានការចូលរួមទាំងអស់គ្នាអ្វីដែលជា events ដែលធ្វើឲ្យយើង doubt pessimistic តែយើងមករកចំណុចរួមចំណុចវិជ្ជមានដូចឧទាហរណ៍អញ្ចឹងអ្វីដែលជួបប្រទះនៅបញ្ហាចំនួនព្រំដែននាំមកនៃភាពអវិជ្ជមាននៅលើអារម្មណ៍របស់យើងច្រើនតែបើយើងមើលមកបែបទៀតអត់មានពេលណាមួយដែលខ្មែរមានការរួបរวมសាមគ្គីដូចទាំងអស់នេះក្នុងពេលបច្ចុប្បន្ននោះទេអញ្ចឹងវាមាន downside តែមាន positive side ដូចគ្នាអញ្ចឹងរៀបចំសាទរកម្ពុជាគឺដើម្បីនាំមកនៃការជួបជុំគ្នាហើយពីកង់នេះសូមនិយាយជាភាសាអង់គ្លេសតិចចុះ We want to organize celebrating Cambodia 2025 to give an opportunity for people to come together to lift each other up to give each other emotional support because 2025 has not been good to us អញ្ចឹងសាទរកម្ពុជានឹងក្លាយទៅជាវេទិកាមួយដើម្បី lift up individually but as a nation we want to lift national sentiment up as well នេះជាគោលបំណងនៃព្រឹត្តិការណ៍សាទរកម្ពុជា